អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាពលរដ្ឋខ្មែរម្នាក់បានស្លាប់ដោយការបាញ់រះពីទាហានថៃនៅភូមិព្រៃច័ន្ទអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះបានចេញមកប្រកាសជម្រាបជូនដល់សាធារណជនជាតិនិងអន្តរជាតិបានជ្រាបថានាថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 15:50 នាទីកម្លាំងទាហានថៃបានប្រើកាំភ្លើង RPG បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជំរកកៅស៊ូតង់ក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរស្លាប់1នាក់និងរបួស3នាក់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមប្រកាសកោតទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសារសីរបស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវបានបញ្ចប់ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹងនិងរងចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះព្រំដែន JBC